ជំរាបសួរបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញជាវីដេអូចំណេះដឹងមួយសម្រាប់បង្ហាញជូនទៅកាន់មិត្តភ័ក្តិគ្នាពាក់ព័ន្ធជាមួយនឹង PayPal បាទសម្រាប់បងប្អូនដែលមានតម្រូវការក្នុងការបង្កើត PayPal យកមកធ្វើការប្រើប្រាស់បាទដូចជាការ set up សម្រាប់ទទួលលុយពី Facebook ឬមួយក៏ការ set up payout ទទួលលុយពី TikTok អីជាដើមអញ្ចឹងទៅឬមួយក៏ដើម្បីទទួលលុយពី website ឬមួយពី app ផ្សេងៗឬមួយក៏ការទទួលលុយពីប្រទេសមួយមកប្រទេសមួយអីចឹងណាគឺយើងអាចប្រើ PayPal សម្រាប់ទទួលលុយឬមួយក៏ការទិញអវ៉ាន់ពីក្រៅប្រទេសអីបានអូខេហើយវាអាស្រ័យទៅលើតម្រូវការរបស់បងប្អូនជាក់ស្ដែងបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងការបង្កើត PayPal មួយដែលយើងអាចប្រើការបានបាទគឺជា PayPal របស់ប្រទេសឥណ្ឌូនេស៊ីអញ្ចឹងមុននឹងឈានដល់ការបង្ហាញបាទសម្រាប់បងប្អូនដែលចាប់អារម្មណ៍បាទកុំភ្លេចមើលវីដេអូតាមដានលម្អិតបាទពីដើមដល់ចប់ហើយយ៉ាងណាមិញផ្ញើជួយ Subscribe បាទ Channel របស់ខ្ញុំអ្នកមួយហើយចុចបើកសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូអាប់ដេតថ្មីៗអូខេបងប្អូនហើយបងប្អូនដែលចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងការបដូរលុយ PayPal បាទមកចាយនៅស្រុកខ្មែរដូចជាការដូរតាមរយៈ ABA ឬមួយក៏ ACDA វិញអីបងប្អូនអាច inbox មកខ្ញុំបានណាខ្ញុំដាក់ link ឲ្យនៅខាងក្រោមវីដេអូ description អូខេបងប្អូនអាចចុច link កន្លែងខ្ញុំដាក់ថាគ្រប់បដូរលុយ PayPal ហ្នឹងហើយបងប្អូនអាចឆាតមកខ្ញុំបានដែលជា admin ផ្ទាល់បាទឥឡូវនេះកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងការ create ឬមួយក៏ការបង្កើត PayPal ឥណ្ឌូនេស៊ីនឹងតែម្ដងអូខេអញ្ចឹងខ្ញុំ clear tape នឹងចេញអស់សិនហើយបន្ទាប់មកចំណុចដំបូងណាអ្វីដែលខ្ញុំចង់លម្អិតគឺបងប្អូនត្រូវតែមានជាមួយនឹង email មួយបាទដែលយើងប្រើការបានណាបងប្អូនដែលអត់ទាន់ចេះបង្កើត email អាច search មើលវីដេអូរបៀបបង្កើត email ណាយើងត្រូវការ email មួយសម្រាប់យកមកបង្កើត PayPal ហើយក៏ត្រូវតែជា email មួយដែលយើងមិនធ្លាប់បានបង្កើត PayPal ពីមុនមកបាទអូខេអញ្ចឹងបន្ទាប់ពីយើងមាន email ហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវចូលទៅកាន់ browser Chrome បាទដើម្បីធ្វើការបង្កើតជាមួយនឹងគណនី PayPal អញ្ចឹងនេះយើងចូលមកកាន់ Chrome មកបាទអូខេបន្ទាប់ពីចូលមកកាន់ Chrome ណាគឺយើងត្រូវ search នៅក្នុងប្រអប់នេះមកបាទ search ពាក្យថា PayPal មកអូខេអញ្ចឹង search pay បាទ Paul នឹងហើយបន្ទាប់មកបងប្អូនធ្វើការចុចបាទបន្តនៅសញ្ញាព្រួយនេះឬមួយក៏ចុច search វាមកបាទខ្ញុំ clear ចេញសិនបាទបន្ទាប់មកយើងនឹងឃើញ website របស់ PayPal គឺ www.paypal.com បងប្អូនអាច select ទៅលើ website របស់វានឹងមកបាទបន្ទាប់មកគឺត្រង់ចំណុចនេះនៅពេលដែលយើង select ទៅលើ website របស់វាយើងរស់នៅប្រទេសណាវានឹងចូលទៅកាន់ PayPal របស់ប្រទេសហ្នឹងបាទអញ្ចឹងអ្វីដែលយើងចង់បានគឺយើងត្រូវទៅបង្កើត PayPal ឥណ្ឌូនេស៊ីអញ្ចឹងបងប្អូនច្បាស់ជាឆ្ងល់ថាម៉េចហេតុអ្វីមិនបង្កើត PayPal ខ្មែរហើយយើងនៅស្រុកខ្មែរចាំបាច់ទៅ PayPal បង្កើត PayPal ឥណ្ឌូនេស៊ីបាទប៉ុន្តែបងប្អូន PayPal ខ្មែរក៏យើងអាចបង្កើតបានដែរគ្រាន់ថា PayPal ខ្មែរវាអត់ទាន់ទូលំទូលាយយើងអាចទទួលលុយពី Facebook ពី TikTok ឬមួយក៏មិនអាចផ្ញើលុយទៅមកឲ្យបានទេយើងប្រើការអត់បានតែម្ដងបាទវាអាចប្រើការបានត្រឹមតែជាការ link ជាមួយ Visa Card ឬ Mastercard សម្រាប់ធ្វើការទូទាត់នៃការទិញអវ៉ាន់តាម online តែប៉ុណ្្នឹងអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការក្នុងការទទួលលុយពីFacebook TikTok ឬមួយក៏បាញ់លុយទៅវិញទៅមកអីចឹងណាគឺអត់បានទេអញ្ចឹងយើងត្រូវបង្កើត PayPal ក្រៅប្រទេសអូខេអញ្ចឹងត្រឡប់មកវិញមកដល់ចំណុចនេះបងប្អូនត្រូវចូលទៅកន្លែងពាក្យថា sign up ណាបើយើងចុចទៅកាន់ពាក្យ sign up ហ្នឹងមកអូខេយើង select ទៅលើ sign up បន្ទាប់ពីយើង select ទៅលើ sign up បាទយើងអស់វា scroll មកបន្តិចបងប្អូនអស់មក scroll មក Chrome បន្តិចណាបងប្អូននឹងឃើញទង់ជាតិប្រទេសនេះគឺប្រទេសណាមិនដឹងទេបាទអញ្ចឹងយើង select ទៅលើទង់ជាតិប្រទេសហ្នឹងមកខ្ញុំអត់សូវស្គាល់ទង់ជាតិប្រទេសអស់ទេអញ្ចឹងបងប្អូន select ទៅលើទង់ជាតិប្រទេសហ្នឹងយើងទៅរើសបាទប្រទេសនៅក្នុងអាស៊ីរបស់យើងណាបាទអញ្ចឹងនេះយើងអស់ scroll ទៅទៀតមកបាទហ្នឹងហើយអាស៊ី Pacific ហ្នឹងបន្ទាប់មកនៅក្នុងនេះគឺវាមានកម្ពុជាយើងអីដែរតែយើងអត់យកកម្ពុជាឯនេះកម្ពុជាយើងណាបើសិនជាយើងរើសកម្ពុជាមានតែយើងបង្កើត PayPal ខ្មែររបស់យើងបាទអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនរើសបាទឥណ្ឌូនេស៊ីអូខេយើង select យកឥណ្ឌូនេស៊ីណាបាទហ្នឹងហើយបន្ទាប់ពីបងប្អូន select ទៅលើឥណ្ឌូនេស៊ីគឺយើងត្រូវធ្វើការ sign up វាឬមួយក៏យើងត្រូវធ្វើការបង្កើតអញ្ចឹងផ្ទាំង sign up ហ្នឹងនេះបងប្អូនកំពុងតែ load ហ្នឹងគេដាក់ថា sign up now ណានេះ sign up now យើងចុចមួយណាក៏បានដែរបាទពណ៌ខៀវៗហ្នឹងអូខេអញ្ចឹងឥឡូវខ្ញុំនឹងចុចទៅលើផ្ទាំងមួយដែលមានពាក្យថា sign up now ណាខ្ញុំចុចទៅនេះអូខេបន្ទាប់ពីខ្ញុំចុចទៅលើពាក្យ sign up now បន្ទាប់មកគឺខ្ញុំទៅរើសប្រភេទ account ខាងលើវាមាន individual account បាទហើយខាងក្រោមវាមាន business account អញ្ចឹងខ្ញុំនឹងរើសយកការបង្កើតជាលក្ខណៈ business អូខេហើយខ្ញុំ select ថាច់ទៅលើ business មកព្រោះ individual នេះវាក្រហម business នេះវាខៀវណាខ្ញុំ select ទៅលើ business account បន្ទាប់ចុចទៅលើប៊ូតុង next ដើម្បីដំណើរការនៃការបង្កើតបាទបងប្អូនហើយបន្តចំណុចនេះបងប្អូនត្រូវបំពេញឈ្មោះណាបាទឈ្មោះបាទ email អធិស្ឋានគឺ first name ហើយ last name ហើយ email ហើយ password
ឈ្មោះហ្នឹងមានន័យថានាមខ្លួនរបស់យើងណាបើ first name ហ្នឹងនាមខ្លួនហើយ last name ហ្នឹងគឺនាមតកូលបើសិនជាបងប្អូនដាក់ដូចតាក់ញិនបានយើងក៏អត់អីដែរបងប្អូនអាចប្រើដូចតាក់ញិនបានយើងបានបាទអូខេអញ្ចឹងនៅក្នុងចំណុចនេះគឺបងប្អូនធ្វើពពេញទាំងអស់បាទហើយខ្ញុំឧទាហរណ៍ណាបងប្អូនខាងលើខ្ញុំគិតថាយល់ហើយណាខាងលើគឺមើលតាក់ញិនបានយើងស្រុកខ្មែរយើងគេប្រើឈ្មោះឪពុកមុនអញ្ចឹងហើយ first name ហ្នឹងយើងដាក់ឈ្មោះឪពុកហើយ last name ហ្នឹងគឺយើងដាក់នាមខ្លួនរបស់យើងមកបាទហើយប្រអប់ទី3គឺយើងពពេញ email បាទប្រអប់ទី4គឺយើងត្រូវពពេញ password ត្រង់ចំណុច password នេះខ្ញុំឃើញបងប្អូនយើងគឺគាត់ធ្វើអត់បានតែអញ្ចឹងទៅខ្ញុំ recommend ក្នុងការបញ្ចូល password ណាបងប្អូនត្រូវដាក់មានជាលេខមានជាអក្សរអីចឹងទៅណាអូខេឧទាហរណ៍ខ្ញុំដាក់ថាអញ្ចឹងខ្ញុំបើកជាផ្នែកឲ្យមើលចឹងខ្ញុំដាក់ថា អធំ K តូចចឹងណាមានអក្សរធំអក្សរតូចចឹងទៅជាសឡាតាំងមានលេខបាទហើយមានសញ្ញាដូចជាទ្រង់ជ្រូកអីចឹងទៅបាទហើយ time ឲ្យបាន8ខ្ទង់ហ្នឹងណាបងប្អូនឃើញនេះខ្ញុំដាក់នេះ PK បាទថ្ងៃឃើញទេបាន8ខ្ទង់ឬមួយក៏10ខ្ទង់មកបងប្អូននឹងឃើញវា touch Q ណា touch Q ទាំងអស់អញ្ចឹងយើងអាចដាក់បានពីចន្លោះ8ខ្ទង់ទៅ20ខ្ទង់ក៏ប៉ុន្តែ password របស់យើងត្រូវតែមានអក្សរជាអក្សរឡាតាំងឬមួយក៏អក្សរអង់គ្លេសហ្នឹងយើងមានជាអក្សរធំបាទលាយមួយអក្សរតូចលាយមួយលេខលាយមួយសញ្ញាទ្រង់ជ្រូកអីចឹងទៅអញ្ចឹងវា touch Q ឲ្យយើងទាំង3ឯងឃើញទេបាទនេះវា touch Q ឲ្យយើងបាទអញ្ចឹងបងប្អូនខ្លះគឺគាត់ដាក់តែអក្សរធំអត់មានអក្សរតូចឬមួយអត់មានលេខមានទ្រង់ជ្រូកអីចឹងវាអត់touch Q ឲ្យយើងទេណាបាទនេះគឺជាឧទាហរណ៍ងាយយល់ចឹងបន្ទាប់ពីយើងបានពពេញព័ត៌មានផ្ទាល់ខ្លួនរបស់យើងចូលហើយយើងអាចពិនិត្យវាឡើងវិញបើសិនជាយើងគិតថាការបញ្ចូលរបស់យើងត្រឹមត្រូវហើយបើយើង tag crease នៅក្នុងប្រអប់នេះមួយណា tag crease នៅក្នុងប្រអប់អង្គមនឹងមួយមកបាទ tag crease មកហើយយើង office scroll ឡើងលើបាទអូខេយើង scroll វាឡើងលើមកបន្ទាប់ពីយើង office scroll ឡើងលើបងប្អូននឹងឃើញខាងក្រោមនេះវាដាក់ថា agree and create account បាទយើងចុចទៅលើពាក្យ agree and create account ហ្នឹងមកបាទពណ៌កម្ៅហ្នឹងអូខេតែយើងចុចលើនឹងហើយបន្ទាប់មកកន្លែងនេះគឺវានឹងតម្រូវឲ្យយើងធ្វើការ verify email ណាបាទអញ្ចឹងបងប្អូនចុចលើពាក្យថា email បាទ you a code បាទទៅវានឹងផ្ញើ email វានឹងផ្ញើ OTP code ឬមួយក៏លេខកូដបញ្ជាក់មួយទៅកាន់ email របស់យើងដែលយើងយកមកបង្កើត PayPal ហ្នឹងណាអូខេអញ្ចឹងយើងចុច email បាទ you a code ចុចលើអក្សរ Q ហ្នឹងមកបន្ទាប់មកគឺយើងនឹងត្រូវការទៅយកកូដ6ខ្ទង់ដែលជាកូដ OTP ដែលវាបានផ្ញើទៅកាន់ email របស់យើងហ្នឹងយកមកបំពេញនៅក្នុងប្រអប់ទាំង6ហ្នឹងអូខេអញ្ចឹងយើងចូលទៅកាន់ email របស់យើងមក OTP code បាទចូលមកក្នុង inbox email របស់យើងអូខេយើង select លើ code ហ្នឹងមកចឹងនេះគឺកូដដែលខាង PayPal ផ្ញើមកនៅក្នុងប្រអប់នេះបាទអូខេបាទចឹងខ្ញុំនឹងយកកូដហ្នឹងទៅបំពេញ021977នេះយកកូដហ្នឹងមកបំពេញនៅក្នុងនេះមកបាទ02បាទ1977បន្ទាប់ពីយើងបានបញ្ចូលកូដហ្នឹងនៅក្នុងប្រអប់ហ្នឹងហើយយើង select ទៅលើប៊ូតុង submit បាទដើម្បីធ្វើការបន្តអញ្ចឹងវាដាក់ថា you are all but set បាទហ្នឹងយើងហងចាំវាបន្តិចណាវាកំពុងតែបន្តទៅមុខបាទមកដល់កន្លែងនេះបងប្អូននឹងឃើញវាដាក់ថា activate your account to start using PayPal បាទកន្លែងនេះយើងចុចទៅលើពាក្យ let's go បាទបន្ទាប់មកដល់កន្លែងនេះគឺបងប្អូនត្រូវរើសនៅចំណុចនេះណាយើងរើសយកកន្លែងពាក្យថា individual បាទ seller បាទ show pro នេះបងប្អូន select យកឲ្យលើមកណាបាទបន្ទាប់មកកន្លែងនេះបងប្អូននឹងឃើញពាក្យថា business type បងប្អូនចុចទៅលើពាក្យ business type ហ្នឹងហើយបងប្អូនរើសយក individual វិញនេះនៅខាងលើគេណាបាទរើសយក individual បាទអូខេ select លើវាមកបាទបន្ទាប់មកបងប្អូន scroll វាឡើងលើបាទ scroll វាឡើងលើបងប្អូនចុចទៅលើពាក្យថា next បាទអូខេណា next កម្ពុជាហ្នឹងចុចលើ next មកបន្ទាប់ពីបងប្អូន select ទៅលើ next មកដល់កន្លែងនេះវានឹងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់យើងដែលយើងបានបំពេញមុនហ្នឹងមានដូចជាឈ្មោះរបស់យើងបាទនាមខ្លួនមានតកលហើយអ្វីដែលយើងត្រូវបំពេញបន្ថែមនោះគឺពាក់ព័ន្ធជាមួយនឹង birthday ឬមួយក៏ថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងខ្ញុំនឹង scroll វាឡើងទៅលើបន្តិចអញ្ចឹងខ្ញុំ scroll មកដល់កន្លែងដែលត្រូវបំពេញជាមួយនឹងថ្ងៃខែឆ្នាំកំណើតបាទមាន birthday ហើយប្រទេស nationality នេះគឺឥណ្ឌូនេស៊ីគឺត្រូវហើយលេខទូរស័ព្ទហើយកន្លែងនេះ address មានន័យថាអាស័យដ្ឋានផ្ទាល់ខ្លួនបាទអញ្ចឹងខ្ញុំនឹងបំពេញម្ដងមួយណាបាទហើយខាងលើពីផ្ទង់មិញគឺឈ្មោះហ្នឹងយើងអត់ចាំបាច់តែវាត្រូវជាមួយនឹងឈ្មោះដែលយើងបានបំពេញពីដំបូងមកហើយអ្វីដែលយើងត្រូវបំពេញគឺនៅក្នុងប្រអប់នេះថ្ងៃខែឆ្នាំកំណើតហ្នឹងចឹងទី1គឺ day បាទ D ហ្នឹងគឺថ្ងៃកើតរបស់យើងណាថ្ងៃទីប្រហែលហើយ MM ហ្នឹងគឺខែប្រហែលហើយ Y 4ខ្ទង់ហ្នឹងគឺ year អញ្ចឹងយើងអាច select ថ្ងៃខែឆ្នាំចូលមកបាទអញ្ចឹងពេលហ្នឹងខ្ញុំអត់បង្ហាញទេខ្ញុំនឹងបិទបាំងហើយខ្ញុំបំពេញថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំចូលប
បន្ទាប់ពីយើងបំពេញថ្ងៃខែឆ្នាំកំណត់របស់យើងចូលរួចហើយបាទកន្លែងប្រទេសយើងអត់ចាំបាច់ដូរទេហើយកន្លែងកូដបាទគឺពាក់ព័ន្ធជាមួយនឹងការបញ្ចូលលេខទូរស័ព្ទគឺយើងត្រូវធ្វើការដូរបើយើងរើសយកកម្ពុជារបស់យើងវិញស្រេចលើហ្នឹងណាដោយសារបាទដែលមានលេខកូដសម្គាល់បូក855អូខេអញ្ចឹងយើង scroll មកគឺយើងឃើញ KH បាទបូក855អូខេអញ្ចឹងយើង select ទៅលើហ្នឹងមកបាទបន្ទាប់មកកន្លែងនេះគឺយើងបញ្ចូលជាមួយនឹងលេខទូរស័ព្ទដែលយើងកំពុងតែប្រើនឹងសម្រាប់ទទួលកូដ OTP អូខេអញ្ចឹងខ្ញុំបញ្ចូលលេខរបស់ខ្ញុំចូលមួយនឹងលេខទូរស័ព្ទហើយយើងអាច scroll វាទៅលើបន្តិចទៀតមកអញ្ចឹងខ្ញុំ scroll វាឡើងបន្តិចមកអញ្ចឹងយើងនឹងឃើញហើយវាមានដូចជាការបំពេញបាទអាស័យដ្ឋានទី1អាស័យដ្ឋានទី2បាទហើយ city បាទទីក្រុងហើយនឹង province ឬមួយក៏ខេត្តហើយនឹង pasta code អញ្ចឹងទាំងអស់ហ្នឹងគឺយើងត្រូវតែទៅរកវានៅក្នុង internet ហ្នឹងបាទឬមួយក៏យើងអាចបូក new tab ថ្មីមួយណាបាទអញ្ចឹងយើងមើលសញ្ញាបូកនេះអូខេនេះបងប្អូនណាបាទមើលកន្លែងសញ្ញាបូកបាទបូក new tab ថ្មីមួយមកបន្ទាប់មកបងប្អូន search ដូចអ្វីដែលខ្ញុំបង្ហាញមកបាទ random បាទជាស្អី random អូខេ address in Indonesia បាទ Indonesia ចឹងនេះណាបងប្អូននេះយកបន្ទាត់មួយនេះបងប្អូន random address in Indonesia យើង select ទៅលើនឹងមកបាទបន្ទាប់មកយើងនឹងឃើញកន្លែងពាក្យថា best random tool ណា random address in Indonesia នេះ website best random tool យើង select ទៅលើនឹងបន្ទាប់មកកន្លែងនេះបងប្អូនឃើញកន្លែងពាក្យថា generate បាទយើង select ទៅលើពាក្យ generate អញ្ចឹងយើងអាច generate បាន6 address បាទឬមួយក៏6អាស័យដ្ឋានណាយើងចុចទៅលើពាក្យ generate បាទបន្ទាប់ពីយើង select ទៅលើ generate យើង off we scroll ឡើងលើបន្តិចមកនេះគឺយើងនឹងអាចឃើញ address ហើយបងប្អូនណាបងប្អូនអាចរើសមួយណាក៏បានដែរតែខ្ញុំ recommend ឲ្យបងប្អូនរើសរៀងក្រមឬមួយក៏រើសឬមួយយើងអាច generate ឲ្យច្រើនទៅដើម្បីកុំឲ្យមាន address ហ្នឹងវាជាន់ជាមួយគេបាទអញ្ចឹងខ្ញុំ copy យកតែម្ដងណាបងប្អូនណាបាទអញ្ចឹងកន្លែងនេះគឺ street ចឹងខ្ញុំ copy street ណាកន្លែងខាងលើហ្នឹងគឺ street អូខេខ្ញុំ copy ទៅលើ street បាទចុច copy បន្ទាប់មកចូលទៅកាន់ tab របស់យើងវិញមកណាបាទផាសម្ដងមួយមកនេះចូលទៅកាន់ tab មិញហ្នឹងបាទហើយចូលទៅកាន់ tab PayPal យើងវិញមកបាទអញ្ចឹងយើងដាក់ address line 1ចូលផាសចូលនេះបានមួយហើយបន្ទាប់មក line 2សម្រាប់ line 2នេះអ្នកគ្នា copy ពីលើដាក់ឲ្យក្រុមឲ្យដូចគ្នាមកបាទបងប្អូនណាហ្នឹងហើយអូខេបន្ទាប់មក city អញ្ចឹងយើងត្រឡប់ទៅកាន់ tab របស់យើងវិញមកនេះរើស line generate មិញវិញបាទមិញគឺយើងយកមួយណាបាទអញ្ចឹងអាក្រុមគេមិញណាអញ្ចឹង city គឺ Java Barat បងប្អូនមើលទៅតាមអ្វីដែលវាប្រាប់ហ្នឹងទៅខាងលើគឺ address បាទទី2គឺ city ហើយទី3គឺនេះ street province នេះយើងឃើញហើយនេះវាមានទាំងដាក់ឲ្យទាំងលេខទូរស័ព្ទទាំង zip code ទាំងអីមកអញ្ចឹងណាបាទបងប្អូនចូលបញ្ចូលទៅតាមហ្នឹងណាបាទអញ្ចឹងខ្ញុំសូមបំពេញតែម្ដងខ្ញុំគិតថាបងប្អូនអាចយល់បានណាមាន street city បាទ province ហើយ zip code បាទ zip code ក្នុងនេះវាដាក់40 152អញ្ចឹងខ្ញុំចូលទៅកាន់ tab នេះរបស់យើងវិញណាហើយអញ្ចឹងខ្ញុំផាចូលម្ដងមួយតែម្ដងទៅណាបាទកុំឲ្យសាមខ្ញុំច្រើនបន្ទាប់ពីយើងផ្ទៀងផ្ទាត់ហើយបាទយើងគិតថាព័ត៌មានទាំងអស់ដែលយើងបំពេញហ្នឹងបាទវាបានបំពេញរួចហើយក៏ដូចជាត្រឹមត្រូវហើយនៅពេលដែលយើងបានពិនិត្យឡើងវិញជាមួយនឹង random address នៅ Indonesia របស់យើងមុនហ្នឹងយល់បានហើយបន្ទាប់មកយើងចុចទៅលើពាក្យ next បាទចុច next នេះបន្ទាប់ពីមកដល់ចំណុចនេះគឺយើងអាចមើលនៅក្នុងប្រអប់នេះណាយើង type វាគ្រីសមួយមកអូខេហើយនៅត្រង់ចំណុចនេះគឺវានឹងពេលដែលយើង type វានឹង load ឈ្មោះ automatic ដូចទៅនឹងឈ្មោះដែលយើងបានបង្កើតហ្នឹងបាទយើងអត់ចាំបាច់បំពេញទេហើយបន្ទាប់មកយើងមកដល់កន្លែងនេះក៏អត់ចាញ់បាច់បំពេញដែរណាកន្លែង business register number នេះវាលុតសញ្ញាសួរយើងអត់ចាំបាច់បំពេញទេហើយកន្លែង primary currency នេះគឺប្រភេទលុយដុល្លារយើងរើសយកដុល្លារមកបាច់នេះទេហើយកន្លែងនេះ product or server នេះគឺយើងត្រូវរើសមួយមកហើយយើងចុចលើនឹងមកបាទអូខេចុចទៅលើសញ្ញាព្រួយដើមក្បាលចុះក្រោមហ្នឹងអញ្ចឹងយើងរើស service មួយមកបាទអូខេយើងចុចមកយើងអាចរើស service មួយអញ្ចឹង service វាមានច្រើនណាស់បងប្អូនដោយសារអញ្ចឹងយើង scroll វារើស service មួយមកខ្ញុំរើសជំនួសសិនបងប្អូនអាចរើសតាមខ្ញុំក៏បានដែរណានេះខ្ញុំយកនេះបាទអូខេហើយបន្ទាប់ពីយើងរើសអានឹងហើយបាទយើងមក scroll ទៅក្រោមបន្តិចទៀតកន្លែងនេះវាដាក់ថា do you have business website វាសួរថាយើងមាន website សម្រាប់ business របស់យើងទេបើសិនយើងអត់មានទេយើងយក no បាទអញ្ចឹងយើងអត់មានទេបាទហើយកន្លែងនេះមកដល់នេះបងប្អូន tag នៅក្នុងប្រអប់នេះមួយទៀតណាដើម្បីវា confirm address ដូចដែលយើងដាក់ពីដើមមកមិនអត់យើងអត់ចាំបាច់បំពេញឡើងវិញណាបាទហើយយើង scroll វាទៅលើបន្ទាប់មកយើងឃើញកន្លែងប៊ូតុង next បើយើង select ទៅលើ next មក
ok បងប្អូនហើយហងចាំបន្តិចណាវាកំពុងតែ redirect ទៅវិញបន្ទាប់មកយើងឃើញថា UR បាទ offset បាទវានេះយើងខ្វែងមួយមកអូខេបន្ទាប់មកយើងចុចទៅលើពាក្យ go to home page យ៉ាហ្នឹងហើយឥឡូវនេះគឺយើងបានបង្កើត PayPal បាទបានហើយគឺជាប្រភេទ PayPal Indonesia ណាបាទគឺមានតែប៉ុណ្្នឹងបងប្អូនអត់មានអីជាងច្រើនជាងហ្នឹងទេចុងបញ្ចប់នៃវីដេអូបើសិនជាបងប្អូនគិតថាបងប្អូនបង្កើតអត់បានឬមកក៏ពិបាកក្នុងការបង្កើតបាទអត់ស្លយល់បាទក្នុងការបង្កើត PayPal បងប្អូនអាចតំណែងមកខាងខ្ញុំបានបាទសម្រាប់សេវាកម្មទទួលបង្កើត PayPal ណាបងប្អូនអាចតាក់ទងមកកាន់ខាងខ្ញុំបានណាមានទទួលបង្កើត PayPal ក្នុងតម្លៃសមរម្យបងប្អូនហើយមួយទៀតបើសិនជាបងប្អូនត្រូវការដូរលុយ PayPal បាទមកកាន់ស្រុកខ្មែរបាទលឿនរហ័សបងប្អូនអាចតាក់ទងមកដូរជាមួយខាងខ្ញុំបានណាអាចដូរទៅកាន់ Wing ABA Azilda ឬមួយក៏គ្រប់ធនាគារដែលជាដៃគូជាមួយបាកុងណាបាទអរគុណសម្រាប់វីដេអូនេះបញ្ចប់តែប៉ុណ្្នឹងបាទហេងទាំងអស់គ្នា